ប្រជាធិបតេយ្យគឺពលរដ្ឋជាធំអញ្ចឹងចុះបើពលរដ្ឋមិនចូលរួមនយោបាយឲ្យខ្លួនឯងទៅជាអ្នកដែលតំណាងប្រជាជាតិផងជាតែគេមានពលរដ្ឋធំណាទៀតឥឡូវមានតែមន្ត្រីធំអញ្ចឹងដើម្បីឲ្យនេះយើងទៅបោះឆ្នោតជ្រើសរើសតំណាងរបស់យើងបើសិនណាជាមិនបានទៅដឹកនាំប្រទេសទាំងមូលក៏បានដឹកនាំឃុំរបស់យើងដែរចូលរួមទៅបោះឆ្នោតឲ្យអ្នកមកបម្រើយើងនៅមូលដ្ឋានដើម្បីផលប្រយោជន៍យើងដដែលទៅទៀតហ្នឹងចុះបើអាអ្នកមុនវាអត់ឈឺក្បាលវិលមកផងធ្វើសម្បត្តិកំណើតទាតែលុយឃើញមុខយើងហ្នឹងរៀងតែខំខោអាវមួយអាវហ្នឹងអត់មានយកចិត្តទុកដាក់នឹងយើងទៅរកអ្នកណាមួយដែរបម្រើយើងហ្នឹងទី2ទី3ធំណាគឺរឿងសង្គមយើងរស់នៅក្នុងសង្គមណាបើយើងមិនចូលរួមនយោបាយទេណាអាគ្រឿងញៀនវាមកអាចោរកម្មអីហើយយើងមិនចូលរួមតវ៉ាឲ្យមានការដោះស្រាយបញ្ហាសង្គមយើងទេណាអ្នកណាគេមកដោះស្រាយយើងទៅសាលាឃុំតវ៉ាថាលើពួកអាគ្រឿងញៀននោះមកលក់គ្រឿងញៀនអាចោរកម្មលួចអាប្លន់អីនៅក្នុងភូមិយើងសូមឲ្យអាជ្ញាធរដោះស្រាយបញ្ហាឲ្យយើងសូមឲ្យអ្នកនយោបាយនោះដោះស្រាយឲ្យយើងពលរដ្ឋរងការលំបាកលក់ស្រូវលក់អង្ករមិនដាច់លក់ដលងថោកអីយើងចូលរួមក្នុងការងារសង្គមហ្នឹងដើម្បីឲ្យបានផលប្រយោជន៍យើងថាដដែលទៅទៀតហើយអាទីចុងក្រោយបំផុតណាយើងមានកាតព្វកិច្ចការពារប្រទេសជាតិនេះណាជាមាតុភូមិរបស់យើងណាគ្មានអាណាមកអះអាងថាជារបស់គេចង់យកទៅលក់ចង់ទៅដូរតាមចិត្តបានទេបើយើងមិនរួមគ្នាការពារប្រទេសនេះគ្មានអាណាការពារជំនួសយើងទេណានេះជាកត្តាសំខាន់ណាស់ក្នុងការជួបរួមនយោបាយសូមឲ្យយើងជ្រាបហើយខ្ញុំសប្បាយចិត្តណាស់ខ្ញុំដឹងខ្ញុំជម្រាបសហការីខ្ញុំថាយុវជនយើងសម័យនេះអត់ខ្លាចទេក្នុងការគម្រាមអត់ត្រឹមត្រូវបើធ្វើខុសហើយយើងមិននិយាយកាលណាធ្វើក្នុងការសម្ដែងមតិដើម្បីផលប្រយោជន៍សង្គមផលប្រយោជន៍ជាតិណាយើងអត់ត្រូវខ្លាចទេ